វត្តចម្ពោះរុក្ខាវណ្ណរាមហៅវត្តព្រៃខ្ពស់ភូមិព្រៃខ្ពស់ឃុំព្រៃខ្ពស់ស្រុកបវរខេត្តបាត់ដំបងហើយថ្ងៃនេះអាត្មាថតតាមដ្រូនបង្ហាញពីសកម្មភាពព្រះសង្ឃរៀបចំតុបតែងព័ទ្ធជុំវិញភ្នំខ្សាច់ព្រះរាជរដ្ឋព័ទ្ធជុំវិញភ្នំខ្សាច់ហើយភ្នំខ្សាច់ឆ្នាំនេះគឺពូននៅក្នុងរោងហើយកូនសិស្សក៏តុបតែងនេះពីខាងកើតទៅខាងលិចជ្រុងខាងនេះហើយសូមញោមញាតទាំងក្នុងនិងក្រៅប្រទេសបងណាក៏ឱកាសចូលឆ្នាំថ្មីហ្នឹងគៀកចូលមកដល់ហើយថ្ងៃនេះគឺទី3ខែមេសាឆ្នាំ2026បាទហើយនេះគឺញោមញាតប្រុសស្រីដែលបានចូលរួមកសាងរោងណានឹងមានផ្លាកឈ្មោះនេះទៅសមតនបោកទេញញោមនេះគឺសម្រាប់ញោមញាតអ្នកព្រីខ្ពស់គាត់តុបតែងសតិយេតុបតែងខាងក្នុងពីដានតុបតែងហៅថាពីដានគឺសន្និតសេនាសនៈបាទការតុបតែងនេះគឺពួកយាយគាត់មកតុបតែងរាល់ថ្ងៃចេញលុយចេញបច្ច័យគ្រាន់តែឆ្នាំនេះគាត់ដេបានតុងត្រជាកម្មច្រើនតែឆ្នាំទៅអាត្មាទិញគេតែឆ្នាំនេះអត់ប្របាក់ទិញទេជាវទេយាយគាត់តុបតែងបានបនទាំងយប់ទាំងថ្ងៃហើយភ្នំខ្សាច់គឺថ្ងៃទី3នេះមិនទាន់ពូនហើយទេញោមបងតែចាំញោមនៅព្រៃខ្ពស់ញោមចង់មកពូនភ្នំខ្សាច់តុបតែងភ្នំខ្សាច់បងអាចអញ្ជើញមកបានណាបងថ្ងៃទី3ហើយហើយលោកដេនលើកដើមចេកនេះចេកប្រាក់ហើយនឹងដើមដូងតាំងមកតុបតែងគឺឆ្នាំនេះទឹកដីវត្តព្រៃខ្ពស់ស្ងាត់ញោមស្ងាត់ទី1ក្តៅផងញោមទី2គឺស្ងាត់ឈឹងញោមនេះគឺរូបព្រះបាទព្រះសម្មាសម្ពុទ្ធញោមញាតណាបាទគឺអាត្មាកម្រងកសាង109អង្គអត់តន់គ្រប់ទេញាតិញោមបានមកចង្ហៀងពហិនៅមួយចង្ហៀងខាងត្បូងខាងកើតនិងខាងត្បូងខាងលិច2ចង្ហៀងទៀតបងហើយរោងនេះក៏នៅតំបូលលើទាំងអស់អរគុណញោមញាតប្រុសស្រីដែលបានទស្សនាតាមរយៈវីដេអូឃ្លីបអាត្មាថតត្រូវនេះក៏សូមជូនពរជូនជ័យសិរីសួស្តីវិបុត្រសុខគ្រប់ប្រការទេវតាឆ្នាំថ្មីប្រព្រំឲ្យពរឲ្យជ័យដល់ញោមញាតប្រុសស្រីទាំងអស់ទៀតណាស្គាល់ខ្ញុំគណៈអាត្មាភាពអ្នកស្គាល់ថ្មីក្តីគឺទើបស្គាល់ថ្មីស្គាល់យូរយាហើយក្តីក៏សូមទេវតាឆ្នាំថ្មីណាប្រោះព្រំឲ្យពរឲ្យជ័យទៅជាតិជុំសុខដុមរមនារកស៊ីមានបានទាំងប្រុសទាំងស្រីទាំងក្នុងនិងក្រៅប្រទេស